ខេត្តពីវែងក្មួយម៉ោង2ម៉ោង3កម្លាំងមកអេរត់ថ្ងៃខ្ញុំទៅពាក់គេខ្ញុំមិនឲ្យមាត់មួយម៉ាត់ទេក្មួយមិនដែរទៅចំណាយគ្នារីកណាទេយើងផ្សារវាមានក្នុងមានក្រៅថ្ងៃណាលក់បានទៅថ្ងៃណាលក់បានទៅខ្ញុំលក់តែញមក10000ខ្ញុំលក់6000 7000ណារាល់ថ្ងៃអ្នកក្រៅតើលក់មិនហ្នឹងឯងពីដើមមកដល់មកដល់អ្នកហ្មងអត់មានអ្នកណាលក់ម្នាក់ហ្មងហើយខាងក្នុងកតលីរវឹងមិនថាចង់ឲ្យថាដេញពួកគាត់ឲ្យទៅណាទេគឺខ្ញុំចង់ឲ្យពួកគាត់ទាំងអស់គ្នានេះទៅលក់ទាំងអស់គ្នាទេខាងក្នុងពួកឯងចាំនៅលើផ្លូវគេឲ្យគេធ្វើពីដើមទីមកវាតលាយមិនសុំឲ្យវាតលាយអញ្ចឹងវិញបងចង់និយាយថាសំខាន់ទីនេះគឺខ្ញុំលក់15ឆ្នាំហើយអញ្ចឹងឲ្យពួកខ្ញុំចាញ់គឺពួកខ្ញុំអត់ចាញ់ទេតាមការអ្នកក្នុងលក់ដាច់ពីដំបូងមិនក៏មិនហៅពួកខ្ញុំទៅលក់ផងអត់មានតបឲ្យពួកខ្ញុំលក់បានខ្ញុំមកលក់នៅហ្នឹងហើយឥឡូវជាក់ស្ដែងខាងក្នុងអត់មានអ្នកលក់គាត់ហៅពួកខ្ញុំចូលឲ្យខ្ញុំចូលមិនបើខ្ញុំមានកន្លែងលក់នៅនេះហើយហ្នឹងឲ្យខ្ញុំចូលមិនបាទសូមគោរពជំរាបសួរទៅកាន់ប្រិមិត្តFKNU នៅគណៈនៅព្រឹកនេះគឺនៅវេលាម៉ោង10:25 នាទីត្រូវនឹងថ្ងៃសុក្រទី27ខែមិថុនាឆ្នាំ2025នេះបាទដែលស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញឃើញថាបងប្អូនប្រជាពលរដ្ឋដែលគាត់ជាអាជីវករបាទលក់ដូរនៅផ្សារជាប់នឹងវិទ្យាល័យទួលស្លែងអត់ទាន់ដឹងថាគាត់ធ្វើការតវ៉ាឬក៏គាត់សំណូមពរអ្វីទេយើងទៅជួបជាមួយនឹងអាជីវករទាំងអស់គ្នាបងចង់មកធ្វើការសំណូមពរសុំលក់នៅទីតាំងនឹងដដែលតាមចិញ្ចើមថ្នល់ផ្លូវ348ដោយខាសាងសង្កាត់គាត់មកចេញលិខិតឲ្យពួកខ្ញុំបញ្ឈប់ម្ចាស់ផ្ទះអត់ឲ្យជួលឲ្យអ្នកលក់តាមចាមថ្នល់ហ្នឹងទេដូច្នេះឲ្យបងសុំមកនេះគឺសុំសំណូមពរគឺពួកខ្ញុំលក់នៅចាមផ្លូវនេះគឺលក់រយៈពេល15ឆ្នាំហើយតាំងពីផ្សារគេដេញពី310មកពួកខ្ញុំមកលក់នេះខាងក្នុងផ្សារអត់មានកន្លែងលក់ទេដល់ពេលឲ្យពួកខ្ញុំលក់ហ្នឹងក៏ខ្ញុំលក់តាមចាមថ្នល់នេះដោយសារខាងក្នុងអត់មានកន្លែងលក់ដល់អញ្ចឹងបានខ្ញុំលក់នៅចាម348ហ្នឹងដល់ពេលឥឡូវនេះអ្នកក្នុងប្តឹងតវ៉ាថាពួកខ្ញុំនឹងលក់នៅចាមថ្នល់សង្កាត់គាត់ចង់មកធ្វើការដេញឲ្យពួកខ្ញុំលក់តាមចាមថ្នល់ទៀតទេហើយឲ្យពួកខ្ញុំទៅលក់នៅណាឥឡូវហ្នឹងសំខាន់អ្នកអត់ដែលអត់លក់នៅក្នុងផ្សារហ្នឹងមិនមែនថាមកលក់នៅក្រៅនឹង348ហ្នឹងទេអ្នកខ្លះគឺទៅលក់នៅ310នៅជាផ្សារធំនោះអ្នកលក់ក្នុងផ្សារពេលចាញ់ពេលលក់ពេលព្រឹកហ្នឹងហើយល្ងាចឡើងគាត់ទៅលក់នៅកែងចាមផ្លូវ310ជាង348ហើយស្ទះនៅផ្លូវ3ជាងផ្លូវនេះទៀតនេះលក់តែពេលព្រឹកទេតែម៉ោង12ម៉ោង1ហ្នឹងដល់មានរំសាយហើយល្ងាចឡើងអាចមកថតមើលបានអត់មានអ្នកណាលក់ទេលក់ឲ្យច្រើន2 3អ្នកដែលលក់ទេហើយមួយណោះតបាក់តំណគ្នាទៅលក់នៅ310នោះតែ310អត់មានអ្នកណាប្តឹងទេមកប្តឹងតែពួក348ខ្ញុំនេះឲ្យដេញចូលទៅក្នុងផ្សារដេញចូលក្នុងផ្សារធ្វើអីទៅសម្រាប់ខ្លួនក្នុងហ្នឹងមែនបងរងហើយកំពុងតែមានបញ្ហាជាមួយពួកដេញឲ្យពួកខ្ញុំចូលទៅក្នុងហ្នឹងទៀតចាំមានថាដេញឲ្យពួកខ្ញុំតកាប់គ្នានៅក្នុងផ្សារបានឲ្យពួកខ្ញុំដេញទៅហើយនៅក្នុងផ្សារហ្នឹងគឺកន្លែងដែលគេលែងលក់ហើយដែលគេជរុញពួកខ្ញុំឲ្យទៅលក់ហ្នឹងហើយនៅក្នុងផ្សារស្អុយលូផ្លូវទូចកន្លែងទូចទៀតហើយឲ្យពួកខ្ញុំទៅលក់ធ្វើមិនចាធ្វើកិច្ចសន្យាឲ្យតែ3ខែទៅ1ឆ្នាំទេហើយផុតពីហ្នឹងដេញក្បាលពួកខ្ញុំចេញបាត់ទៅហើយពួកខ្ញុំមកនេះលក់ដល់ពេលហ្នឹងត្រូវហៅសារព័ត៌មានត្រូវប្តឹងសង្កាត់ម្ដងទៀតមែនអញ្ចឹងវាមិនដដែលហើយក្នុងនាមខ្ញុំមានផ្ទះនៅហ្នឹងហើយដល់ពេលអត់ឲ្យពួកខ្ញុំលក់ឲ្យខ្ញុំទៅលក់នៅណាហើយបើមានផ្ទះនៅផ្សារមិនឲ្យពួកខ្ញុំលក់ដូររស់ស៊ីឲ្យខ្ញុំទៅរស់ស៊ីអីគេសាហាវរឿងត្រង់ថាឲ្យម្ចាស់ផ្ទះហ្នឹងផ្ដិតមេដៃឈប់ជួលឲ្យពួកខ្ញុំលក់ទៀតហ្នឹងហើយបើមិនឲ្យពួកខ្ញុំហ្នឹងទៀតឥឡូវពួកខ្ញុំប្រជាជនមិនឲ្យរស់ស៊ីចិញ្ចឹមកាពះប្រចាំថ្ងៃនេះឲ្យខ្ញុំទៅរស់ស៊ីអីអញ្ចឹងខ្ញុំសំណូមពរថ្នាក់ដឹកនាំខាងលើលោកជួយមើលកូនចៅតើក្នុងប្រទេសយើងដែលមិនមានកន្លែងលក់តាមចាមថ្នល់ដែរអត់សិតតែប្រជាជនអ្នកក្រីក្រឲ្យគ្នារស់ស៊ីតាមចាមថ្នល់ហ្នឹងមិនមានអ្នកណាមានទេមករស់ស៊ីនៅចាមថ្នល់ប៉ុន្តែមើលជាក់ស្ដែងលក់នៅចាមថ្នល់ប្រហែលជា1ម៉ែត្រទេអូនឯងជួយអាចថតបាននេះជាក់ស្ដែងលក់នៅចាមថ្នល់អស់ហើយអូនព្រោះថ្ងៃនេះផ្លូវគឺតលាយជាក់ស្ដែងអត់មានទេដូចថ្ងៃមុនអញ្ចឹងមានអាកាសណីផ្ទះខាងនោះគាត់មានឡានទឹកមានភ្លើងឆេះផ្ទះចាគេភ័យឡានទឹកចូលពីផ្លូវខាងនោះមកអត់រួចទេចូលពីផ្លូវនេះទៅវិញហើយខាងនោះចតសាឡានពេញហើយចតរួចទេឡានទឹកហើយដល់ពេលពួកខ្ញុំលក់ដល់ចាមផ្លូវហើយមើលមានអគ្គិភ័យកើតឡើងក៏ឡានទឹកចូលមកបានដែរហើយអត់មានស្ទះចរាចរណ៍កកស្ទះអីទេជាក់ស្ដែងរាល់ថ្ងៃនេះគឺលក់ចាមអស់ហើយបើមិនឲ្យប្រជាពលរដ្ឋលក់គ្រាន់ចាំកាពះប៉ុណ្ណឹងឲ្យពួកខ្ញុំទៅរកស៊ីអីគេទៀតឥឡូវនេះហើយពួកខ្ញុំនេះរកស៊ីសិតតែរបស់ស្របច្បាប់លក់ត្រីលក់បន្លែលក់សាច់ហើយបើមិនឲ្យប្រជាជនរកស៊ីឲ្យទៅរកស៊ីអីគេខ្ញុំមកពីស្រុកខេត្តពីវែងក្មួយម៉ោង2ម៉ោង3កម្លាំងមកអេរត់ថ្ងៃតែខ្ញុំមិនមាត់ទេដោយសារថាធ្វើមិននិយាយទៅគេឆ្លាក់ចោលថ្ងៃណាលក់បានថ្ងៃណាលក់បានបាច់ខ្ញុំទៅពាក់គេខ្ញុំមិនឲ្យមាត់មួយម៉ាត់ទេក្មួយមិនដែរទៅចំណាយគ្នារីកណាទេយើងផ្សារវាមានក្នុងមានក្រៅ
ngày nào lụa bán tới ngày nào lụa bán tới khi ông lụa tanh máu mà mới không lụa một con á rồi ngay á hay cho mình ai bỏ tay lụa tay nè cô đàn không bạc môi chăm lụa rồi ngay á hay khi mất mong pi mong bay không làm bị khai mau không môi mà đo nắng tanh hai giờ mình lụa mong bay mong buôn mong pram bàn đỏ tia rồi ngay á hay cho mình ai mót mà mát thế nè hay thấyมันชื่อจะมาดังดอkia rồi lụa tay ngày nào ban tới ngày nào ban tới đôi kia têไอ้มันได้มาได้ซัวคอยนั่งเดียวเขาไม่นำมองบนมองปรังจอดกลางมองผมปอนใบดอเตี้ยนะขโมย ไปพวกยำนี่มันแม่เจ๊เนี่ยน้องแถวนะดูซ่อมตัวน้องโต cái lúc hẻm nó cái năm tiếng nè nặc hẻo tâm độ mặn năm nè bị đam mập lên một đam nè ngon anh bên này luôn nè ngon បងស្រីជាជីវករ cha chim con cái nào បាទ hai cái nông cái tỉ là vâng mình tha cho ai ra tên buộc quạt ai tay na tê cứ nhắm trong ai buộc quạt ngõ khné đấy tỉ lệ ngõ khné đây là cái nông của ai trong lời kê thơ bị đam tê máu bị đam tê máu với tỉ lệ mấy trăm ai với tỉ lệ chẳng bình អញ្ចឹងឲ្យគាត់ទៅណា ចាំមើលបងប្អូនខ្លះក៏មានតូបមួយបងប្អូនខ្លះក៏មានតូបពីរណាដូចខ្ញុំចឹងមានតូបពីរខ្ញុំចែកគ្នាលក់មួយខ្ញុំជួគេមួយម្នាក់លក់ដូចគ្នាទេអត់មានអាណាលើកដៃឯងគាត់ខាងក្រៅនេះគាត់ហ៊ានជួមួយខែ$200ខាងក្នុងមួយថ្ងៃតែ3-4,000នេះខាងក្នុងនោះឲ្យតែលក់តោះចាមានតូបទលាច្រើនណាស់ដែលគេរៀបចំទុកនៅហ្នឹងចាហើយគាត់ចង់ឲ្យមកលក់នេះមិនថាឲ្យដេញគាត់អត់ឲ្យលក់ទេគឺឲ្យគាត់ទាំងអស់គ្នាហ្នឹងទៅលក់នៅក្នុងទាំងអស់គ្នាចាតែប៉ុណ្្នឹងទេអត់មានធ្វើអីដេញគាត់មិនឲ្យគាត់លក់ដូរលើហ្នឹងអត់ទេតែពីដើមទីមកផ្លូវនេះគឺទលាលវងអត់មានអាណាលក់ទាំងអស់ចាប់ពីថ្ងៃទី22ខែ10 2009ក្នុងគាត់លើកឡើង បងចង់និយាយថាសំខាន់ទីនេះគឺខ្ញុំលក់15ឆ្នាំហើយអញ្ចឹងឲ្យពួកខ្ញុំចាញ់គឺពួកខ្ញុំអត់ចាញ់ទេតាមចាអ្នកក្នុងលក់ដាច់ពីដំបូងមិនក៏មិនហៅពួកខ្ញុំទៅលក់ផងអត់មានតូបឲ្យពួកខ្ញុំលក់បានខ្ញុំមកលក់នៅហ្នឹងដោយសារខាងក្នុងអត់មានតូបបានបងមកលក់នៅហ្នឹងហើយឥឡូវជាក់ស្ដែងខាងក្នុងអត់មានអ្នកលក់គាត់ហៅពួកខ្ញុំចូលឲ្យខ្ញុំចូលមិនបើខ្ញុំមានកន្លែងលក់នៅនេះហើយហ្នឹងឲ្យខ្ញុំចូលមិនអាចយកតែធေါ်ចំពោះពួកខ្ញុំពេកហើយពួកខ្ញុំអត់ចូលទេពួកខ្ញុំសុំបដិញ្ញាថាគឺអត់ចូលក្នុងទេ ส่วนអ្នកណាលក់ដាច់ត្រង់ថ្ងៃនេះ ខ្ញុំសុំអត់ចូលបដិញ្ញាគឺអត់ចូលហ្មង